ngày ní mau buồn hai sọc kim prap tha om chun nhom tờ lên phnom tà mau tịnh bị pro dương khan tàu phnom tà mau du hai time tiền miền khmuối để còn mọc bị khai ngày chấn nhom co sầm rải chặt tha bảo bùa bong ôn côn khmuối tiền côn nhom tiền khmuối ấy tờ lên tàu bong ôn trà bộ dương chánh cứ màu bấy chật buồn rồi xia lại bong ôn trà bàn tay phnom tà mau nừngแต่ខ្ញុំដូចថាមិនសូវឆ្ងាយទេបងប្អូនជិះមកផ្លែតនឹងដល់ហើយប៉ុន្តែខ្ញុំអត់ដឹងហេតុអីដូចថាខ្ញុំកម្រនឹងទៅបងប្អូនចាទៅកន្លែងឆ្ងាយប៉ុន្តែភ្នំតាម៉ៅមួយរយៈនេះខ្ញុំអត់ដែលបានទៅទេចាឥឡូវដល់ផ្លូវបត់ចូលភ្នំតាម៉ៅហើយបងប្អូនចាហើយថ្ងៃខ្ញុំទៅនេះគឺភ្លៀងបងប្អូនចាគឺរលឹមស្រេចតែម្ដងហើយមិនសូវមានបងប្អូនយើងគាត់ទៅលេងទេពីព្រោះថ្ងៃខ្ញុំទៅហ្នឹងគឺថ្ងៃសុក្រចាជាធម្មតាមានបងប្អូនយើងគាត់ទៅលេងច្រើនគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យប៉ុន្តែថ្ងៃនេះទើបតែថ្ងៃសុក្រទេហើយថ្ងៃសុក្រហ្នឹងថែមទាំងថ្ងៃរសៀលដូចថាល្ងាចទៀតណាបងប្អូនអញ្ចឹងខ្ញុំគិតថាប្រហែលជាបងប្អូនយើងគាត់ទៅពេលព្រឹកគាត់មកអស់ហើយក៏មិនដឹងចាបងប្អូនមើលទៅតាមផ្លូវស្ងាត់ឈឹងតែម្ដងចានេះចូលទៅដល់សួនសត្វភ្នំតាម៉ៅហើយចាប៉ុន្តែពួកយើងនឹងដើរលេងដូចថាមិនសូវយូរប្រហែលទេបងប្អូននៅឃើញថាដូចថាវាគៀកម៉ោងថ្ងៃរសៀលហើយសុកឃីមនឹងដើរបដាឲ្យខ្ញុំនឹងជូនគាត់ទៅមើលដំរីបងប្អូនចាគាត់ថាយើងអត់មានបានទិញអីយកឲ្យដំរីស៊ីផងប៉ុន្តែពេលដែលខ្ញុំទៅដល់ហ្នឹងដូចថាបងប្អូនយើងដែលគាត់នៅសួនសត្វភ្នំតាម៉ៅហ្នឹងគាត់ឲ្យដូចជាអំពៅចាខ្ញុំចាំថាឲ្យអំពៅគាត់ថាមិនបាច់ទិញទេពីព្រោះអត់មានអ្នកលក់ទេយកអំពៅកន្លែងគាត់យកទៅឲ្យដំរីតែម្ដងទៅចាគាត់ចិត្តល្អបងប្អូនចាគាត់ឲ្យក្មេងៗហ្នឹងដាក់ម្នាក់ម្ដងចាហើយពួកខ្ញុំឯនេះដូចថាទាំងក្មួយទាំងអ៊ំហ្នឹងដូចថាខ្លាចដំរីដែរបងប្អូនខ្ញុំមិនសូវហ៊ានទៅចិត្តទេធម្មតាសត្វដំរីដូចថាសម្រាប់ខ្ញុំចូលចិត្តមើលពីចម្ងាយចារឿងទៅចិត្តខ្លួនទៅអង្អែលអីគឺมันអាចទេបងប្អូនខ្ញុំខ្លាចសត្វធំចាឥឡូវសុកឃីមគាត់រត់ពេញសួនសត្វតែម្ដងបងប្អូនចាគាត់រត់ដើរមើលត្រង់នេះត្រង់នោះជាមួយនឹងកូនជាមួយនឹងក្មួយជាមួយនឹងប្អូនស្រីខ្ញុំអីហ្នឹងបងប្អូនចាជាធម្មតាពួកយើងទៅលេងនៅភ្នំតាម៉ៅភាគច្រើនគឺទៅនៅពេលបុណ្យទានបងប្អូនចាដូចរដូវភ្ជុំឬក៏ចូលឆ្នាំចាអាហ្នឹងបានទៅប៉ុន្តែចិត្តផ្ទះខ្ញុំហ្នឹងណាបងប្អូនភ្នំតាម៉ៅប៉ុន្តែដូចថាពួកយើងចេះតែដូចខ្វៀងបងប្អូនចាចេះតែទៅកន្លែងនេះកន្លែងនោះទៅចាមួយរយៈហ្នឹងដូចថាដូចរយាលបងប្អូនចាដូចថាអត់មានពេលទៅឥឡូវសុខឃីមគាត់ថាគាត់ខ្លាចស្វាគាត់រត់មកប្រាប់ខ្ញុំថាខ្ញុំខ្លាចស្វាខ្ញុំថាខ្លាចអីស្វានៅលើចុងឈើនោះគាត់ថាស្វាហ្នឹងគេរត់មករកគាត់ចាហើយសត្វនេះខ្ញុំគិតថាជាសត្វប្រើសបងប្អូនចាដើរឆ្លងផ្លូវនេះចាដូចអត់ឃើញនៅក្នុងទ្រុងស្រាប់ឃើញនៅក្រៅទ្រុងបងប្អូនចាមិនដឹងថាគេប្រឡែងឲ្យចេញក្រៅឬក៏យ៉ាងម៉េចចាឥឡូវមកកូនក្មួយចាហើយនឹងសុកឃីមចារត់បងប្អូនហើយចារត់ចាចពីព្រោះអត់មានមនុស្សទេចាខ្ញុំគិតថាប្រហែលជាគេទៅពេលព្រឹកហើយគេចេញមកវិញអស់ក៏មិនដឹងដែរបងប្អូនមើលតែទិដ្ឋភាពតាមផ្លូវនៅក្នុងសួនហ្នឹងក៏ដឹងដែរថាស្ងាត់ណាបងប្អូនចាខ្ញុំទៅហ្នឹងដូចថាមិនសូវយូរប្រហែលទេចាពីព្រោះកូនហ្នឹងគាត់រត់រហូតចឹងបងប្អូនចារត់ពីកន្លែងមួយទៅកន្លែងមួយទាំងក្មួយទាំងកូនចាអត់ដើរទេបងប្អូនចារត់រហូតបងប្អូនមើលទិដ្ឋភាពដឹងហើយនេះសុកឃីមវិញខ្លាចប៉ុន្តែចង់មើលបងប្អូនចាមិនថាសត្វអីមិនថាសត្វក្រពើសត្វពស់អីបងប្អូនចាឲ្យតែឃើញរត់មកប្រាប់អ៊ំដឹកដៃអ៊ំឲ្យទៅមើលដែរចាឥឡូវគាត់អើតមើលថាមានសត្វអីខ្លះអាងគាត់ប្រាប់ចាគាត់ថាមានខ្លាឃ្មុំអ៊ំចាខ្លាពណ៌ខ្មៅហ្នឹងគឺខ្លាឃ្មុំបងប្អូនចារត់ទៀតហើយបងប្អូនមើលតែទិដ្ឋភាពក៏ដឹងដែរចាកូនពៅខ្ញុំមុននេះចា
ជាមួយនឹងបងប្អូនផ្សេងនឹងរត់ចាឲ្យតែឃើញស្វាវាបដើដូចថាបដើកូនវាបងប្អូនចាពួកគាត់ឯណែដូចថារត់តែឯងបងប្អូនចាដូចខ្លាចស្វាតែឯងចាឥឡូវបងអូនស្រីខ្ញុំនេះចុះមកដែរគាត់ថាទៅមើលស្វាពើកូនចាក្មួយហ្នឹងហៅអ៊ំទៅចាប៉ុន្តែអ៊ំរៀងខ្លាចស្វាដែរដោយថាច្រេមច្រុំបងប្អូនចាអត់ចង់ហ៊ានទៅមើលទេចាពួកខ្ញុំសិតតែខ្លាចសត្វចានេះជាពស់ថ្លាន់ហើយនឹងមន់ខ្ញុំគិតថាមន់ព្រៃចាដែលគេដាក់នៅក្នុងទ្រុងហ្នឹងមិនមែនទេបងប្អូនចាមន់ស្រុកចានៅចិត្តពស់ថ្លាន់មិនមែនមន់ព្រៃទេសុំទោសចាប្រហែលជាគេចិញ្ចឹមក្បែរពស់ឬក៏គេទុកឲ្យពស់យ៉ាងណាខ្ញុំមិនដឹងទេចា